ចង់ចេះពីរបៀបធ្វើ Navigator នៅក្នុង Page មែនខាងលើនេះគឺជាឧទាហរណ៍អ្នកទាំងអស់គ្នាអាចមើលបានតោះចាំដងការទៀតយើងមកធ្វើនៅក្នុង Figma ទាំងអស់គ្នាដំបូងគឺយើងបង្កើត frame មួយដើម្បីយើងអាច scroll វាទៅក្រោមបានបន្ទាប់មកនៅក្នុងឧទាហរណ៍នេះគឺខ្ញុំនឹងគូស ប្រអប់ដើម្បីយកមកធ្វើឧទាហរណ៍អញ្ចឹងប្រអប់ទី1របស់ខ្ញុំគឺខ្ញុំដាក់ពណ៌ខ្មៅបន្ទាប់មកគឺយើង duplicate ប្រអប់មួយនោះហើយយើងដូរពណ៌វាអញ្ចឹងនេះគ្រាន់តែជាវីដេអូបង្រៀនឧទាហរណ៍អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតាមបាននេះគឺជា flow ដែលយើងអាចធ្វើ Navigator នៅក្នុង frame មួយបានបន្ទាប់ពីយើងដាក់ប្រអប់ទាំង3ដែលមានពណ៌ខុសគ្នាហើយឥឡូវនេះគឺយើងមកសាកល្បងដាក់ text ដើម្បីយើងចង photo type នៅពេលដែលយើង click ទៅឲ្យវា Navigator ទៅអញ្ចឹងបន្ទាប់ពីយើងដាក់ប្រអប់3ដែលមានពណ៌ខុសគ្នាហើយគឺយើងសរសេរឈ្មោះពណ៌នោះដើម្បីចង photo type អញ្ចឹងដំបូងគឺយើងចងអក្សរ black ទៅកាន់ប្រអប់ទី1ហើយកន្លែង action គឺយើងដាក់ scroll tool ដើម្បីយើងចុចអក្សរនោះទៅគឺវានឹង load ទៅទីតាំងដែលយើងបានចង photo type នោះអញ្ចឹងអក្សរ2ទៀតគឺយើងធ្វើដូចគ្នាគឺយើងចងអក្សរទៅកាន់ប្រអប់ពណ៌ដូចគ្នាឥឡូវនេះនៅពេលដែលយើងចង photo type ហើយគឺយើងសាក preview ទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងចុចអក្សរ black វានឹង load ទៅប្រអប់ពណ៌ខ្មៅរីឯអក្សរផ្សេងទៀតវាដូចទៅនឹង photo type ដែលយើងបានចងដូចគ្នាសូមអរគុណ